កាយបំរើហ៊ានប្រឆាំងនឹងមហាក្សត្រយានីផងពួកគេហ៊ានក្អេងក្អាងបែបនេះយើងមិនដោះលែងគេទេសេនាចាប់ខ្លួនពួកគេទាំងអស់គ្នាទៅក្រាបទូលពួកឯងចាប់ហើយត្រូវហើយពួកលោកយ៉ាងម៉េចឲ្យពួកឯងចាប់មនុស្សឯងលុតជង្គង់ធ្វើស្អីក្រោកឡើងមហាក្សត្រយានីនេះជាស្អីនិយាយមកមហាក្សត្រយានីកៅជីហើយមិនក៏ជាឯងលោកអាម៉ាត់កៅមេតាបទទី8ហើយមិនក៏បទនៅទីនេះព្រះអង្គម្ចាស់ទី8ចាប់ហើយព្រះអង្គម្ចាស់ទី8និងលោកអាម៉ាត់កៅសុទ្ធតែនៅទីនេះឬព្រះមេតាបុត្រាហេតុអីក៏ជាបទបុត្រាហេតុអីក៏ជាបទមហាក្សត្រយានីមកត្រង់ហៅពួកគេត្រង់ច្រឡំទេដឹងព្រះមេតាថ្វាយបង្គំព្រះអង្គសូមឲ្យព្រះអង្គមានប្រជញ្ញមើលឆ្នាំហ៎កាពិតបងគឺជាព្រះអង្គពុកខ្ញុំគឺជាព្រះអង្គខ្ញុំកំពុងតែយល់សពមែនទេកូនប្រសាខ្ញុំគឺជាព្រះអង្គមិនថាបងជានរណាគឺជាប្តីរបស់អូនរហូនជាឪពុករបស់អានអូបងអ្នកទាំងអស់គ្នាមើលខុសហើយគេមិនមែនជាព្រះអង្គទេគេខ្លាចបន្លំទេលុតជង្គង់ទូលបង្គំថ្វាយបង្គំព្រះអង្គសូមឲ្យព្រះអង្គ10000 ឆ្នាំពុកហេតុអីពុកក៏ច្រឡំដែរគេបិទមាត់របស់ឯងទៅជួបព្រះអង្គហើយហេតុអីកុំលុតជង្គង់ថ្វាយបង្គំទៀតថាម៉េចគេជាព្រះអង្គពិតមែនណាគេមិននឹងអាចជាព្រះអង្គទៅផ្ដេសផ្ដាស់ឯងគិតថាយើងលែងស្គាល់កូនខ្លួនឯងហើយមិញឯងនិយាយថាមានគេបន្លំជាព្រះអង្គតែពេលនេះយើងគិតថាឯងលែងចង់រស់ហើយឯងហ៊ានប្រមាថដល់ថ្នាក់លើប៉ះពាល់ដល់ព្រះអង្គមកគេជាព្រះអង្គមែននោះខ្ញុំមិនមានទោស9ចំនួនទៅហើយទេឯងនេះយើងបាននិយាយយូរហើយត្រូវសម្រាប់9ពួកជាអ្នកណានៅមិនទាន់ច្បាស់ទេព្រះអង្គម្ចាស់ទី8កុំខ្ញាល់គេមានភ្នែកអត់ស្គាល់ភ្នំថៃសានប៉ះពាល់ដល់ពួកទ្រង់ទូលបង្គំទទួលទោសជំនួសគេលុតជង្គង់អោនក្បាលនេះជារឿងអីបត្រាបទទី8របួសលើខ្លួនតើបានមកពីណាមេដាគេថាគេមានឪពុកជាព្រះរាជគ្រូដូច្នេះអាចធ្វើអ្វីបានតាមចិត្តនៅថាពួកបុត្រគ្មានឪពុកល្អដូចជាគេទៀតដូច្នេះគេបានធ្វើបាបពួកបុត្រពិតជារស់ស្លាប់ហើយព្រះមហាក្សត្រយានីកុំខ្ញាល់